សូមអនុមោទនាថ្ងៃនេះគឺថ្ងៃទី14ខែកញ្ញាឆ្នាំ2025ហើយថ្ងៃនេះញាតិញោមបងប្អូនប្រុសស្រីនៅប្រទេសអ៊ីតាលីក៏ដូចជាប្រទេសផ្សេងបានអញ្ជើញមកជួបជុំគ្នាដើម្បីប្រារព្ធធ្វើនៅពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃនេះញាតិញោមបានអញ្ជើញមកច្រើនបងច្រើនមែនតែននៅខាងក្នុងប៉ុណ្ណឹងហើយនៅខាងក្រៅហ្នឹងក៏ច្រើនជាងនឹងទៅទៀតបងនៅក្នុងកិច្ចនៃពិធីបុណ្យភ្ជុំបិណ្ឌនេះគឺញាតិញោមបងប្អូនប្រុសស្រីបានរៀបចំដាក់បាតព្រះសង្ឃមានកិច្ចបង្សុកូលមានកិច្ចធ្វើបទនមស្ការចំពោះគុណនៃបរតនត្រ័យសមាទានសិលហើយវេចង្ហាន់ប្រគេនព្រះសង្ឃស្ដាប់ព្រះសង្ឃផ្ដល់នៅឱវាទក៏ដូចជាស្ដាប់ព្រះសង្ឃនៅផុតតានុមោទនាញាតិញោមបងប្អូនប្រុសស្រីទោះបីជានៅទីនេះមានពេលមិនច្រើនដូចជាញាតិញោមបងប្អូនប្រុសស្រីនៅក្នុងស្រុកខ្មែរទេប៉ុន្តែទឹកចិត្តស្រឡាញ់បេះដូងដែលស្រឡាញ់នៅប្រវេណីវប្បធម៌របស់ខ្មែរយើងពួកគាត់តែងតែលះបង់នៅពេលវេលាលះបង់នៅលុយកាក់ប្រាក់ការហ្នឹងមកចូលរួមនៅក្នុងពិធីបុណ្យនីមួយដែលរៀបចំដោយវត្តអារាមរបស់យើងហើយឥឡូវនេះបន្ទាប់ពីកិច្ចសាសនាបានចប់សពគ្រប់ហើយគឺជាពេលវេលាដែលញាតិញោមបងប្អូនប្រុសស្រីស្រស់ស្រូបអាហាររួមគ្នានៅខាងក្រៅច្រើនញាតិញោមអំបញ្ញមិញហ្នឹងខ្ញុំនៅអាត្មាភាពថតនៅក្នុងឧបដ្ឋានសាលាហ្នឹងមើលតិចទេបងប៉ុន្តែញាតិញោមបងប្អូនប្រុសស្រីមើលនៅក្នុងនៅកន្លែងតុហូបបាយហ្នឹងច្រើនជាងនឹងទៀតបងច្រើនមានទាំងភ្ញៀវជាតិមានទាំងភ្ញៀវអន្តរជាតិមានទាំងខ្មែរយើងមានទាំងអ៊ីតាលីមានទាំងជាតិសាសន៍ផ្សេងទៀតបងមកចូលរួមដូច្នេះក្នុងនាមជាវត្តអារាមខ្មែរយើងក៏សូមថ្លែងអំណរគុណញាតិញោមបងប្អូនប្រុសស្រីទាំងអស់ដែលតែងតែយកចិត្តទុកដាក់គាំពៀគាំទ្រឧបត្ថម្ភនៅទីអារាមឲ្យបានគង់វង្សយូរអង្វែងដើម្បីជាប្រយោជន៍ដល់សាធារណជនហើយយើងក៏បានផ្សព្វផ្សាយនៅប្រវេណីវប្បធម៌របស់ជាតិផងប្រវេណីវប្បធម៌របស់សាសនាផងប្រវេណីរបស់មនុស្សជាតិផងទៅដល់ពិភពលោកទាំងមូលយើងបានសាងនៅសេចក្តីសុខយើងបានសាងនៅសន្តិភាពរួមគ្នាមិនថាយើងរស់នៅកន្លែងណាទេយើងបានរួមគ្នាសាងនៅសន្តិភាពសម្រាប់ពិភពលោកដូច្នេះសូមអរគុណចំពោះញាតិញោមបងប្អូនប្រុសស្រីទាំងអស់គ្នាហើយសូមជូនពរញាតិញោមបងប្អូនប្រុសស្រីទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនជាពិសេសគឺសូមកុំឲ្យមានរោគាព្យាធិនៅក្នុងខណ្ឌសន្តានឡើយ